ដល់កឲ្យនៅកន្លែងនេះប៉ុណ្ណាការឆ្នៃពងទាកូនឲ្យទៅជាមុខម្ហូបផ្លែៗហើយចង់មកញ៉ាំមកអាណាចក្របញ្ញាសាពងទាកូនជាអ្នកឯកទេសហើយឆ្នៃពងទាកូនរបស់ខ្មែរយើងឲ្យទៅជាមុខម្ហូបជាច្រើនមុខដែលមានផលិតផលចេញពីពងទាកូនជាក់ស្ដែងនៅកន្លែងមានស៊ុបស៊ីឈ្មោះពងទាកូនចេះអ្នកនរគ្នាទំនងចង់ដឹងទេពីរសជាតិនិងកន្លែងរបស់គាត់តោះតាមដានវីដេអូទាំងអស់គ្នាសូមសរសើរកន្លែងពងទាកូនរបស់បងប្រុសនិយាយទៅគឺគាត់មានកាកឋានផ្ទាល់ខ្លួននៅខាងខេត្តតាកែវគាត់ចិញ្ចឹមភ្ញាត់ឲ្យអង្កាមហើយគាត់យកមកលក់នៅទីនេះអ្នកនរគ្នាផ្ទុះល្បីការគ្រប់គ្រងខ្លាំងណាស់ហើយសម្បើមខ្លាំងមែនទែនសម្រាប់ពងទាកូនស្រែរបស់គាត់នៅកន្លែងបងបញ្ញាសាស្ត្រពងទាកូនអ្នកណាក៏ស្គាល់ដែរនៅកន្លែងរបស់គាត់នេះសម្រាប់បងប្អូនដែលអញ្ជើញមកដល់នៅទីតាំងនៅកន្លែងរបស់បងប្រុសនៅបញ្ញាសាស្ត្រពងទាកូនជាមិនឆ្ងាយពីកន្លែងគាត់ទេហើយខ្ញុំសូមសរសើរកន្លែងរបស់បងប្រុសគាត់ប៉ុណ្ណាអាកាយឆ្នៃនេះដូចជាពងទាកូននេះនិយាយទៅគឺគាត់ធ្វើបានច្រើនមុខពិសេសអាពងទាកូនស្ងោរស៊ីឈ្មោះរបស់គាត់នេះលក់ដាច់អ្នកនរគ្នាក្នុងមួយថ្ងៃរាប់រយគ្រាប់ហើយដល់ពេលយើងយកមកស្ងោរជាមួយនឹងទឹកដូងបែបនេះអ្នកនរគ្នាទំនងហើយក្លិនឈ្ងុយនៅក្នុងស៊ីឈ្មោះនឹងជាមួយនឹងអាពងទាកូនស្រែរបស់គាត់ដល់ពេលយើងយកមកធ្វើជាមួយនឹងពងទាកូនស្ងោរស៊ីឈ្មោះរបស់គាត់នេះអូយទំនងហើយដល់ងាយឡើងបានចេះអ្នកនរគ្នាអាចជាក់មកទៀតរត់អែមរត់ត្រូវហើយសម្រាប់បងប្អូនដែលរស់នៅតំបន់ជីម៉ុងឡែន598នេះនិយាយអ្នកណាក៏មិនដែរថាអត់ស្គាល់នៅកន្លែងរបស់បងប្រុសបញ្ញាសាស្ត្រពងទាកូននេះហើយមិនដែរថាជាផុតពីកន្លែងរបស់គាត់ដែរហើយបានមុខមនុយថ្មីប្លែកដែលផ្ទុះតាមtrendចេះទៀតអូយអ្នកនរគ្នាមកសាកពងទាកូនកន្លែងរបស់គាត់មិនដឹងថារសជាតិបែបណាអញ្ចឹងសម្រាប់បងប្អូនដែលបានសាកឬក៏ភ្លួរសជាតិកន្លែងគាត់ច្បាស់ជាយល់ពីអារម្មណ៍មួយនេះហើយសម្រាប់រសជាតិនិងតម្លៃសមរម្យអ្នកនរគ្នាហើយប្រភេទជាទឹកសោសរបស់គាត់ក៏មាន3 4មុខរបស់គាត់ដូចជាមានអំបិលម្រេចក្រូចឆ្មាមានទឹកទឹកសោសរបស់គាត់ជាមួយនឹងអាពងទានេះអូអ្នកនរគ្នាឆ្ងាញ់ពេលយូរបានចលក់ជាមួយនឹងថាពងទាកូនស៊ីឈ្មោះនៅកន្លែងរបស់គាត់នេះហើយប្រភេទពងទាកូនស៊ីឈ្មោះរបស់គាត់នេះអូក្លិនឈ្ងុយអ្នកនរគ្នាឃើញក្រហមអញ្ចឹងទេនិយាយទៅស្រក់ទឹកមាត់សូម្បីតែអ្នកកាន់កាមេរ៉ាគ្រាន់តែគាត់ថតក៏គាត់ស្រក់ទឹកមាត់បដើដែរបាទបងប្អូនខ្ញុំសូមប្រាប់ដំណឹងពិសេសសម្រាប់ក្នុងពិធីបុណ្យអុំទូកប្រពៃណីជាតិនៅខាងមុខនេះហាងបញ្ញាសាស្ត្រពងទាកូនគាត់មានប្រូម៉ូសិនពិសេសរាល់អ្នកទាំងអស់គ្នាចុច like ក៏ដូច share វីដេអូមួយនេះអ្នកទាំងអស់គ្នានឹងទទួលបានប្រូម៉ូសិនពិសេសពីហាងបងបញ្ញាសាស្ត្រពងទាកូនគ្រាន់អ្នកទាំងអស់គ្នាញ៉ាំពងទាកូនស៊ីឈ្មោះតែមួយចាននេះអ្នកទាំងអស់គ្នានឹងទទួលបានប្រូម៉ូសិនថែមជូនពងទាកូនធម្មតាមួយចានហើយប្រូម៉ូសិននេះសម្រាប់បងប្អូនដែលអញ្ជើញមកដល់ទីតាំងរបស់ហាងបងបញ្ញាសាស្ត្រពងទាកូនផ្ទាល់ក្នុងការញ៉ាំបានមានប្រូម៉ូសិននេះហើយប្រូម៉ូសិននេះមានរយៈពេលតែ3ថ្ងៃទេចាប់ពីថ្ងៃទី4ទី5ទី6ខែ11អញ្ចឹងអ្នកនរគ្នាកុំភ្លេចមកសាកប្រភេទជាពងទាកូនស្ងោរស៊ីឈ្មោះនៅកន្លែងរបស់គាត់នេះអូយដឹងតែthe best មែនតើជាមួយនឹងពងទាកូនក្តៅបែបនេះអញ្ចឹងបើអ្នកនរគ្នាចង់តំណងខ្ញុំនឹងដាក់លេខទូរស័ព្ទរបស់គាត់និងលេខទីតាំង link ខាងក្រោម comment សម្រាប់បងប្អូនក្នុងការអញ្ជើញមកដល់ទីតាំងគាត់ផ្ទាល់ក៏បានអរគុណសម្រាប់ការតាមដានវីដេអូមួយនេះអរគុណបាយបាយ